គាត់គឺជាព្រះមហាក្សត្រដែលត្រូវការឲ្យមានមនុស្សមកប្រាប់គ្រប់ជំហានដូចជាមនុស្សយន្តបែបនេះឬនេះគឺជាសំណួរដែលបានចោទសួរពីលោកស៊ុំសាក់ចេមធីរៈសកលដែលគាត់គឺជាអ្នកវិភាគនយោបាយថៃដ៏ល្បីហើយបច្ចុប្បន្ននេះគឺគាត់កំពុងតែនិរេទីខ្លួននិងកំពុងរស់នៅប្រទេសបារាំងសំណួររបស់គាត់មិនមែនជាការលេងសើចទេតែវាជាទស្សនវិជ្ជាផ្ទាល់ដែលលាតត្រដាងការពិតយ៉ាងច្បាស់ក្រឡែតព្រះអង្គម្ចាស់ទីប៉ាំងកនបច្ចុប្បន្ននេះព្រះអង្គមានព្រះជន្ម21ឆ្នាំហើយតែរាងកាយវិការដើរដេកអង្គុយឬក៏ការថ្វាយបង្គំហើយថ្មីនេះអាកប្បកិរិយាការប្រគេនទានដល់ព្រះសង្ឃត្រូវបានបងរបស់ព្រះអង្គក៏ដូចជាបិតារបស់ព្រះអង្គហើយក៏ដូចជាមន្ត្រីនៅក្នុងវាំងតាមប្រាប់តាមថេគាអំពីការថ្វាយទានដល់ព្រះសង្ឃនិងចង្អុលបង្ហាញគ្រប់ជំហានទាំងអស់ដូចជាអ្វីដែលលោកស៊ុំសាក់ចេមធីរៈកុលដែលជាអ្នកវិភាគនយោបាយថៃដ៏ល្បីម្នាក់កំពុងតែនិរេទីខ្លួនបានចោទជាសំណួរយ៉ាងចាក់ដោតអញ្ចឹងគាត់បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារថាតើត្រូវការឲ្យមានមនុស្សមកប្រាប់គ្រប់ជំហានថានឹងត្រូវធ្វើអ្វីបែបនេះឬនេះត្រឹមតែជាពិធីសាសនាដ៏សាមញ្ញមួយនៅតែត្រូវមានគេចាំកាច់ចង្កូតចុះឡើងបែបនេះចុះទម្រាំឡើងកាន់អំណាចកម្ពុជាដឹកនាំប្រទេសតើអ្នកណាជាអ្នកខ្សឹបបញ្ជាពីក្រោយខ្នងពិតប្រាកដហើយនេះជាមូលហេតុដែលអ្នកវិភាគច្រើនមើលឃើញថាក្រោយបាត់បង់ព្រះអង្គច្បងដ៏ល្អឥតខ្ចោះមួយអង្គសម្រាប់ឲ្យក្រុមមេទ័ពនិងអ្នកមានអំណាចនៅពីក្រោយខ្នងទាក់ខ្សែញាក់តាមចិត្តចង់